slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do so បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទនិងប្រិយមិត្តទាំងអស់ដែលជា subscriber របស់ channel YouTube Key Video របស់ខ្ញុំបាទបងណាបាទនេះជា vlog រករាក់មួយផងដែរទើបតែធ្វើដំបូងទេបាទហើយនេះជាការរៀបចំឲ្យវ៉ាន់ត្រៀមទៅប្រទេសមីយ៉ាន់ម៉ាផងដែរបាទនេះចឹងនេះថៃអូរៀបចំអីវ៉ាន់ទៅហើយចឹងបន្តិចទៀតជួបគ្នានៅពលានយន្តហោះទូចតុងបាទហើយនេះបាទពួកខ្ញុំបានធ្វើដំណើរមកដល់ពលានយន្តហោះពួកយន្តហោះហើយនេះជា vlog ដំបូងដែលរៀន voice over រៀននិយាយបាទទៅតាមវីដេអូទេបាទហើយបើមានពាក្យពេចន៍ណាខុសឆ្គងសូមមេត្តាកាន់តែបេទោសផងដែរបាទព្រោះទើបតែរៀនបញ្ចូលសំឡេងដំបូងនិងធ្វើ voice over ដំបូងបាទហើយនេះកាលមកដល់ពលានយន្តហោះបាទអាឡៃតែថតរូបថតអីទើសផ្លូវគេរុញអ៊ីនោះមើលមុខព្រាតបាទហើយនេះហើយពេលដែលខ្ញុំ check in check អីហើយជាមួយនឹង passport ពិនិត្យជាមួយ passport ហើយខ្ញុំក៏បានធ្វើការអង្គុយរងចាំជើងហោះហើរឡើងទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរហើយនេះខាងនេះ DJ band ហើយខាងនេះ DJ Ting បាទមួយសប្បាយចិត្តណាស់បានទៅevent នៅស្រុកគេនេះក៏ DJ Ido ហើយមួយទៅទឹកមុខរីករាយហើយបើកាត់មកពីខាងពលានហោះយើងឥឡូវក៏បានមកដល់ប្រទេសមីយ៉ាន់ម៉ាផងដែរបាទមកដល់នេះគឺរៀងយប់បន្តិចហើយបាទដល់ប្រហែលជាខ្ទង់ម៉ោង9 10យប់បាទហើយនេះបងប្រុសគាត់មកទទួលពួកខ្ញុំទៅដើម្បីទៅពិសាអាហារពេលល្ងាចជុំគ្នាមកទទួលពីពលានយន្តហោះបាទហើយពេលជីបដាសួរសុខទុក្ខគ្នាបដាអញ្ចឹងទៅព្រោះថាអ៊ីដូគាត់ធ្លាប់មកអញ្ចឹង DJ អ៊ីដូបាទហើយជា surprise ជាងគេនេះមកដល់កន្លែងហាងបាយគេដាក់ welcome ពួកខ្ញុំបាទបណ្ដែរបាទដែលមានទង់ជាតិមីយ៉ាន់ម៉ារួមទាំងទង់ជាតិកម្ពុជាយើងបាទខ្ញុំពិតជា surprise ហើយសប្បាយចិត្តមែនទែនដែលសូម្បីតែហាងបាយក៏គេ welcome យើងយ៉ាងមានភាពកក់ក្ដៅបាទហើយពេលយប់ហើយពេលខ្ញុំគេងដល់ពេលព្រឹកព្រលឹមក្រោកមកបាទមើលទេសភាពគេនៅប្រទេសមីយ៉ាន់ម៉ានេះផងដែរបាទថតពីលើអូតែលទៅបាទមានបាទសម្បូរព្រៃឈើបាទមើលទៅតែចាក់សឹមតែម្ដងពេលព្រឹកព្រលឹមនេះហ្នឹងបាទហើយតិចទៀតខ្ញុំចាំបង្ហាញបាទបន្ទប់តែខ្ញុំស្នាក់នៅអូតែលនេះផងដែរបាទនៅវីដេអូបន្ទាប់នេះហ្នឹងនេះបាទនេះហើយគឺជាបន្ទប់ដែលពួកខ្ញុំស្នាក់នៅរយៈពេល 4-5 ថ្ងៃបាទប៉ុន្តែវីដេអូនេះខ្ញុំកាត់យកតែចំណុចកន្លែងណាសំខាន់និងឲ្យជូនបងប្អូនទស្សនាបាទបន្ទប់គេពិតជាធំមែនទែនបាទបងប្អូនរស់នៅ2គ្រួសារក៏គ្រាន់ដែរនេះហើយនេះកន្លែងទទួលភ្ញៀវគេដាក់ទឹកសុទ្ធឲ្យ2ដបហ្នឹងទទួលភ្ញៀវ10នាក់អីចឹងទៅបាទហើយនេះជាកន្លែងទទួលភ្ញៀវមើលទូរទស្សន៍មើលអីហើយនេះជាបន្ទប់គេងបាទនេះមានបន្ទប់គេងក្រែ2បាទមានទូដាក់កៅអៅមានអីចឹងទៅហើយនេះបន្ទប់មួយទៀតបាទបន្ទប់នេះទុកចោលបន្ទប់នេះពេលតែពួកខ្ញុំទៅតែ4នាក់ទេពួកខ្ញុំទៅ4នាក់អញ្ចឹងបន្ទប់មានដល់3ហើយបន្ទប់នេះខាង DJ Ting និង DJ Band គេគេង2នាក់ហើយបន្ទប់ក្រែ2នោះគឺខ្ញុំហើយនិង DJ Ido គេង2នាក់ដូចគ្នាបាទអញ្ចឹងសល់ទំនេរមកបន្ទប់ហើយកាត់មកពីថតបន្ទប់ហើយក៏ពួកខ្ញុំបានចុះមកក្រោមដើរលេងមើលគេមើលឯងមើលស្រុកទេសគេថាអភិវឌ្ឍដល់ណាអីចឹងទៅបាទនេះហើយនិយាយរួមទៅស្រុកគេនេះគឺដូចមិនឃើញម៉ូតូជិះទេគឺសិតតែឡានតែម្ដងបាទនេះហើយចរាចរណ៍ស្រុកគេបើសិនជាមានម៉ូតូទៀតមិនដឹងគេស្ទះយ៉ាងណាទេបាទសូម្បីតែឡានសុតនេះចឹងហើយមានឡាននិងមនុស្សថ្មើរជើងបាទតែបើសិនជាម៉ូតូដូចអត់ឃើញមួយគ្រឿងយូរឃើញមួយទេបាទហើយម៉ូតូបើមានក៏ម៉ូតូធំដែរហើយបាន
តែដើរលេងមួយសន្ទុះហ្នឹងហើយក៏បានចូលមកផ្សារទំនើបគេនេះផ្សារទំនើបគេនេះខ្ញុំចូលមកលេងហ្នឹងទៅយើងនឹកដល់ឃើញដល់ផ្សារអូអាស័យយើងនេះបាទលើគេផ្សារទំនើបsupermarket របស់គេហ្នឹងបាទមើលទៅដូចប្រហែលជាផ្សារអូអាស័យបន្តិចផ្សារសូយ៉ាបន្តិចចឹងណាតែការជំនាន់យើងដើរលេងនៅផ្សារសូយ៉ាអីចឹងណាហើយបាទនេះដើរចុះឡើងអត់ដឹងថាទៅណានេះហើយក៏ចុះមកក្រោមតែញ៉ាំ burger ចុះមកមាន KFC បាទបាទទៅនៅខាងមីយ៉ាន់ម៉ាហ្នឹងបងដែរគឺតម្រាំតារោរបស់ឆ្ងាញ់នេះឃើញដូច KFC អីហ្នឹងតម្រាំរកឃើញដល់ចូល2ថ្ងៃអីដែរបាទហើយនេះពេលយប់ត្រៀមទៅ perform នៅ club បាទគេក៏បានខាងក្រុមការងារនៅមីយ៉ាន់ម៉ាហ្នឹងក៏បានបាទនាំខ្ញុំមកនាំពួកខ្ញុំនេះបាទមកទស្សនាបាទនៅវត្ត Golden ភ្លេចឈ្មោះដែរបាទប៉ុន្តែខាងក្រុមការនេះគាត់ប្រាប់ថានេះវត្តប៉ុន្តែបើសិនជាយើងមើលតម្រងទៅមើលដូចជាចែកដីចឹងបាទហើយចែកដីនេះដែរគឺធ្វើពីមាសសុទ្ធតែម្ដងបាទស្រោបមាសសុទ្ធពីលើចែកដីនឹងទាំងមូលតែម្ដងអូពិតជាអស្ចារ្យមែនតើបាទបងប្អូននេះលើកទី1ដែលខ្ញុំបានឃើញចែកដីឬក៏អាចជាវត្តបាទវត្តតែស្រោបមាសសុទ្ធរាប់រយតោនតែម្ដងហើយមើលទៅវាពិតជាអស្ចារ្យមែនតើហើយខាងនោះក៏មានរូបបដិមាព្រះពុទ្ធយើងដូចយើងផងដែរព្រោះខាងនោះក៏កាន់សរសើរព្រះពុទ្ធចឹងណាតែថ្ងៃនេះកាត់មកដល់អាហារដ្ឋានបាទមកគេបើក្រុមការងារសិនដើម្បីទៅបាទត្រៀមចូលប្រយុទ្ធនៅក្នុងក្លឹបបាទនេះគឺជាកន្លែងស៊ុបបាទស៊ុបចិនហាងចិនរបស់គេហ្នឹងគឺមានស៊ុបស៊ីឈ័នហ្នឹងបាទស៊ុបស៊ីឈ័ននេះបាទនេះម្ហូបគេពិតជាទំនងមែនតើបាទមើលហើយបាទហៀទឹកមាត់ទៀតហើយគេរៀបចំចេញមកឡើង perfect តែម្ដងបាទពេលដែលញ៉ាំស៊ុបញ៉ាំអីនេះហើយពួកយើងមានកម្លាំងក៏ទៅក្លឹបតែម្ដងបាទហើយនេះបាទគាត់ណែនាំមកហ្នឹងនេះ DJ Ido គេញញឹមណាស់ឲ្យតែបានឃើញម្ហូបបាទហើយនេះគេជូនមកផ្លាស់អាវសិនបាទជូនមកផ្លាស់អាវហើយខ្ញុំក៏និយាយណែនាំថាជួបគ្នានៅ Arena នៅអីចឹងទៅបាទតែទៀតនេះនៅវេលាម៉ោង11រហូតដល់ម៉ោង12ផងដែរគេរងចាំតាមទាំងអស់គ្នាយេបាទអូខេបាទហើយនេះគឺជាការ perform របស់ពួកខ្ញុំហើយបាទដល់ពេលដល់ពួកខ្ញុំ perform នេះបាទអូបាទគេដាក់ទង់ជាតិកម្ពុជាយើងខ្ញុំពិតជាមានមោទនភាពមែនតើបាទដែលបានយកទង់ជាតិកម្ពុជាយើងបាទទៅដល់ប្រទេសខាងក្រៅឲ្យគេបានឃើញថាកូនខ្មែរយើងពិតជាអាចធ្វើបានគេអាចដើរសម្ដែងបាននៅគ្រប់សូរនេះគឺជាការសូត្ររបស់ខ្ញុំបាទផងដែរហើយគឺជាបទរបស់ខ្ញុំបាទផ្ទាល់ហើយខ្ញុំពិតជាមានមោទនភាពហើយមោទនភាពទៀតព្រោះជាលើកទី1ហើយក៏ជាក្តីសម័យរបស់ខ្ញុំផងដែរ
តែចង់ទៅធ្វើការសម្ដែងនៅប្រទេសក្រៅផងដែរបាទឥឡូវក្តីសម័យខ្ញុំបានខ្លាចជាការពិតមួយហើយតែមានក្តីសម័យច្រើនទៀតបាទអូបាទ